សេចក្តីជូនដំណឹងសមាគមយុវជនក្រុង8មានកិត្តិយសសូមគោរពជូនដំណឹងដល់ឯកឧត្តមលោកជំទាវលោកនិងលោកស្រីដែលជាថ្នាក់ដឹកនាំនិងជាសមាជិកសមាជិកានៃសមាគមយុវជនក្រុង8សូមមេត្តាជ្រាបថាក្បួនដង្ហែថ្មើរជើងនៅរាជធានីភ្នំពេញវេលាម៉ោង 6 ព្រឹកថ្ងៃពុធទី 18 ខែមិថុនាឆ្នាំ 2025 ដោយជួបជុំគ្នានៅមុខសាលមហោស្រពកោះពេជ្ររួចធ្វើដំណើរថ្មើរជើងឆ្ពោះទៅកាន់វិមានឯករាជ្យដើម្បីបង្ហាញនៅក្តីស្រឡាញ់និងការជឿជាក់លើរាជរដ្ឋាភិបាលចំពោះការដឹកនាំដ៏ឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចមហាបពិធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយថៃដោយសន្តិវិធីនិងដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខនៅតាមបន្ទាត់ព្រំដែនដែលបដិញ្ញាបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដីអាស្រ័យដោយបានជម្រាបជូនខាងលើសូមថ្នាក់ដឹកនាំនិងសមាជិកសមាជិកាទាំងអស់នៃសមាគមយុវជនក្រុង8ត្រៀមលក្ខណៈចូលរួមឲ្យបានគ្រប់គ្នាដើម្បីបង្ហាញសាមគ្គីភាពជាទ្រង់មួយជាមួយនឹងរាជរដ្ឋាភិបាលដើម្បីលើកទឹកចិត្តដល់វីរៈកងទ័ពកម្ពុជាថាពលរដ្ឋកម្ពុជាទូទាំងប្រទេសដែលនៅសមរភូមិជួរក្រោយគោរពស្ងើចសរសើរវីរៈភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាក្នុងបុព្វហេតុការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីទោះក្នុងតម្លៃណាក៏ដោយ